ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើចាម្ហូបមួយមុខគឺថាឆាតៅហ៊ូផងដែរចានាងខ្ញុំមានតៅហ៊ូមួយដុំហើយចិត្តបែបនេះបន្ទាប់ពីចិត្តបែបនេះហើយនាងខ្ញុំបានដាក់ខ្លាញ់ចាខ្លាឲ្យក្តៅរួចបំពងតៅហ៊ូរបស់យើងចាបំពងឲ្យឡើងក្រៀមល្អចាក្រៀមបែបនេះចាពុកម៉ែបងប្អូនហើយខ្ញុំក៏បានស្រង់ចេញចាទុកមួយឡែកសិនហើយបន្ទាប់មកបានដាក់បំពងខ្ទឹមចាហើយចាក់សាច់ចូលនាងខ្ញុំមានសាច់ប្រហែលជា2ខាំចាលាយសាច់ជ្រូក3ជាន់ជាមួយនឹងសាច់ច្រឡក់ក្នុងនោះណាបន្ទាប់មកខ្ញុំបានដាក់ទឹកស៊ីអ៊ីវ2ស្លាបព្រាប្រេងខ្យង1ស្លាបព្រាចាហើយបន្ទាប់មកឆាបែបនេះបងប្អូនឆាលាក់ខ្ទះអញ្ចឹងទៅដើម្បីឲ្យឆារបស់យើងនឹងឈ្ងុយចាហើយដាក់ទឹកបន្តិចដោយសារមើលទៅវារៀងគោកដែរអញ្ចឹងណាពេលដែលដាក់ហើយខ្ញុំបានដាក់ស្ករបន្តិចម្រេចបន្តិចចូលជាមួយនឹងម្សៅស៊ុបផងដែរភាគច្រើនចានេះខ្ញុំអត់ដែរប្រើអំបិលទេបងប្អូនដោយសារមានជាតិប្រៃចេញជាតិប្រៃពីទឹកស៊ីអ៊ីវជាមួយនឹងទឹកប្រេងខ្យងហើយដោយសារគ្រូសានេះខ្ញុំអត់សូវញ៉ាំប្រៃអញ្ចឹងរសជាតិប៉ុណ្ណឹងគឺល្មមញ៉ាំហើយឆាឲ្យឆ្អិនបែបនេះមកចាបន្ទាប់មកបាននាងខ្ញុំចាក់តៅហ៊ូដែលយើងបំពងហ្នឹងចូលចាចឹងពុកម៉ែបងប្អូនដោយសារឃើញឆានាងខ្ញុំហ្នឹងវាឡើងរៀងពណ៌ខបន្តិចហ្នឹងដោយសារនាងខ្ញុំចាក់ទឹកស៊ីអ៊ីវខ្មៅចាទឹកស៊ីអ៊ីវខាប់ចូលបន្តិចដើម្បីបង្កើនពណ៌ឲ្យមើលទៅគួរចង់ញ៉ាំឈ្ងុយឆ្ងាញ់បន្ថែមទៀតហើយចាក់ទឹកបន្តិចហើយបន្ទាប់មកដាក់ម្សៅឆាចាម្សៅឆាហ្នឹងគឺខ្ញុំដាក់លាយទឹកចាលាយទឹកហើយចាក់ចូលបន្តិចទៅចាដើម្បីឲ្យឆារបស់យើងខាប់ហើយចាក់ស្លឹកខ្ទឹមចាគឺស្លឹកខ្ទឹមហើយឆាត្រឡប់បន្តិចមកគឺជារួចរាល់ជាការស្រេចចាឆាមួយមុខនេះអស់លួយតិចហើយមានរសជាតិឈ្ងុយឆ្ងាញ់ពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានអរគុណ